ចាឃើញហឹកហែអតេសពី3នេះមិនមែនដឹករងធ្វើកម្មវិធីអីទេណាចាគឺមករៀបគ្រឿងបរិក្ខារនៅក្នុង office របស់ Aston ចាគេថា office គេឥឡូវហ្នឹងគឺបានរួចជាស្ថាពរហើយសំបីតែតុប្រជុំហើយនឹងកៅអីប្រជុំរបស់គេហ្នឹងក៏បណ្ឌិតដែរចាចេញមកកៅអីបែបមេណារៀបឲ្យនេះចាម្ចាស់ brand គេហ្នឹងអត់នៅកន្លែងទៀតរៀបតុប្រជុំហ្នឹងរៀបហើយចាប៉ុន្តែអាកៅអីមេហ្នឹងគឺរៀងពិបាកបន្តិចដោយសារតែយើងតេស្តថាតើពណ៌សហើយពណ៌ប្រផេះហ្នឹងមួយណាស្អាតជាងចិត្តវានៅចិត្តដាច់ណាបងប្អូនoffice របស់គេនេះគឺមានសភាពរៀងតលាយដែរចានឹងរាប់ថាតលាយពីព្រោះថាគាត់តែម្នាក់ឯងហើយមិនទាន់មានកូនចៅច្រើនកៅអីនេះចាវារៀងទៅនៅគូសំដែរដោយសារវាប្រើភ្លើងនៅក្នុងការបញ្ជាកៅអីខ្ញុំអង្គុយមិញហ្នឹងណាហើយតុរបស់គេហ្នឹងក៏លយទៀតចាគេមានអាកន្លែងតភ្ជាប់ព្រីភ្លើងសម្រាប់សាកទូរស័ព្ទសាកកុំព្យូទ័រទៀតណាលើតុគេហ្នឹងគឺរៀបចំមកកាផ្លេហ្មងទៅនើបហ្មងតែបើតុរបស់ខ្ញុំគឺអត់មានទេអ្នកនរគ្នាចាបើកន្លែងនេះវិញខ្ញុំមកផ្ទៀងផ្ទាត់ logo អ្នកនរគ្នាទៅយើងជួយមើលការខុសត្រូវចំនួនប្អូននេះចឹងណាដោយសារណាមួយប្អូនលវលរៀនផងដល់តែមើលទៅថាវារៀបរយហើយអូខេយើងក៏ inform ទៅខាង decor គេវិញនិយាយទៅ logo Aston នោះមកទៅលយហ្មងណាអ្នកគ្នាវាមើលទៅ high ហើយ modern ណាអ្នកគ្នាហើយនេះគឺជាកៅអីមេមួយម៉ូតទៀតចាដែលគេយកមកឲ្យខ្ញុំមើលឲ្យដាក់ផ្ទៀងផ្ទាត់ណានិយាយចំទៅអាពណ៌ប្រផេះនោះសាច់ពុកអត់សូវច្រើនទេប៉ុន្តែពណ៌សនេះសាច់ពុករៀងច្រើនជាងហើយបើយើងដាក់ពណ៌សទៅវាលេចមួយយ៉ាងដែរព្រោះតុប្រជុំហើយនឹងកៅអីប្រជុំរបស់បុគ្គលិកអីអញ្ចឹងគឺគេមានពណ៌ gray ស្រាប់ហើយគ្រាន់តែថាអាពណ៌សនេះវាអត់មានដោតភ្លើងបញ្ជាដោយអាពណ៌ប្រផេះទេតែប្តីខ្ញុំគាត់ក៏បានសាកដែរគាត់ថាហ្នឹងពុកហ្នឹងវាស្រួលអង្គុយហើយណាមួយអាពណ៌សហ្នឹងយើងបត់គេងបានដូចក្រែអញ្ចឹងណាចាគេថាម៉ាស៊ីនចាក់លហឹមទៀតគឺថាអូយអស់តោះហើយអាពណ៌ប្រផេះនេះធិតពិតទៅក៏វាគេងបានដូចតែគ្នាដែរគាត់ថាវាអត់សូវសម្បូរសាច់ពុកហើយណាមួយវាបញ្ជាដោយគ្រឿងអេឡិចត្រូនិកអញ្ចឹងណាបងប្អូនចាមានភ្លើងបញ្ជាអញ្ចឹងទៅដល់ពេលដាក់មកវារៀងស៊ីជាមួយនឹងតុប៉ុន្តែនៅពេលដែលថតជុំគ្នាជាមួយនឹងតុប្រជុំគឺថាមើលទៅគឺវារៀងសាំភ្នែកបន្តិចអញ្ចឹងនេះសម្រាប់ខ្ញុំហើយសំខាន់ណាឆ្ងាញ់ត្រង់តុរបស់មេយ៉ាគេមាន LED នៅពីមុខទៀតនិយាយទៅចេញមកបែបកលិបតន់សម័យហ្មងគេហៅថាស៊ីជាមួយនឹង concept របស់ CEO ត្រូវការហើយមួយទៀតខ្ញុំទៅសារសមត្ថភាពគាត់ត្រង់ថាគាត់នៅក្មេងទេប៉ុន្តែគ្រាន់តែថាគាត់ប្រឡូកជាមួយនឹងការប្រើប្រាស់ពពុះ skin care ហើយនឹងការយល់ដឹងអំពីផលិតផលច្រើនហើយខ្ញុំឆ្លៀតតែសារច្រាស់នេះបន្តិចទាំងអស់គ្នាហូយទុនស្ដើងហើយសំខាន់ដោះទៅបានស្អាតនិយាយទៅវាសម្អាតបានជ្រៅវាអត់ឲ្យយើងឈឺចាញទៀតអូយសំខាន់ទាំងអស់គ្នានៅពេលដែលទិញច្រាស់ Aston ទៅយកដៃមកសិតចាគឺថាទុនល្មើយដូចសលៃដូចតសៃសូត្រចឹងហើយខ្ញុំតសារប្អូនខ្ញុំពាក់ព័ន្ធជាមួយចំណេះដឹងផ្នែកផលិតផលរបៀបម៉េចទទួលស្គាល់ថាថ្នាំដុសធ្មេញនេះគឺខ្ញុំបានចូលរួមជួយគាត់នៅក្នុងការតេស្តមែនប៉ុន្តែមុននឹងផលិតផលនឹងមកដល់ដៃខ្ញុំគឺគាត់បានតេស្តពីប្រទេសគេរួចស្រេចមកហើយគាត់ថាសាច់ថ្នាំដុសធ្មេញបែបនេះគឺកំពុងពេញនិយមរូបមន្តពពុះ Gummy គឺជារូបមន្តដែលថ្លៃជាងគេនៅក្នុងរោងចក្រហើយគាត់ select ថាអាហ្នឹងគុណភាពល្អគាត់ថាមិនជឿឲ្យខ្ញុំយកមកតេស្តទៅហើយកំទេច crystal ដែលមាននៅក្នុងថ្នាំដុសធ្មេញហ្នឹងនេះអ្នកទាំងអស់គ្នាអាចែងចាំងព្រាកដូចគាត់ពេជ្រហ្នឹងចាអាហ្នឹងហើយគឺជាសារធាតុបំពន់ដែលវាមានសមត្ថភាពខ្លាំងនៅក្នុងការជ្រៀតចូលទៅចន្លោះអញ្ចាហើយសម្អាតបានជ្រៅមែនតើហើយអាក្របពណ៌លឿងទូចហើយនឹងអាពពុះប្រទេសពណ៌សអ្នកទាំងគ្នាចាអាហ្នឹងវាផ្ទុកទៅដោយសារធាតុចិញ្ចឹមចាញ់ថ្មីយើងឲ្យរឹងមាត់ចាលុបបំបាត់ក្លិនមាត់ហើយសំខាន់ជាប្រភេទថ្នាំដុសធ្មេញពពុះ Gummy ដែលវាជំនួយទៅលើភាពត្រជាក់ប្រហើរអូយបើថាទាំងអស់គ្នាបានដោះឲ្យថាចង់ឈប់ទេវាត្រជាក់ពេញក្អូមមាត់ឲ្យខ្យល់ដង្ហើមយើងស្រស់ថ្លាអារម្មណ៍យើងល្អអ្នកទាំងគ្នាហើយបើថាតម្លៃ 10000 ជាងនេះអ្នកទាំងគ្នាហើយចាវិញក៏ដើររមើលតរចនាប័ទ្មការវិចខ្ចប់និយាយទៅផលិតផលនេះមានទាំងគុណភាពមានទាំងគុណតម្លៃចាផ្សារភ្ជាប់មកជាមួយនឹងអត្តសញ្ញាណខ្មែរទង់ជាតិខ្មែរក្បោកក្បាច់រចនានៅលើប្រអប់ឯហ្នឹងសុទ្ធតែជាក្បោកក្បាច់រចនារបស់ខ្មែរហើយទាំងអស់គ្នាឃើញទង់ជាតិអូស្ត្រាលីនៅលើហ្នឹងណាចាអ្នកទាំងអស់គ្នានេះគឺយើងសហការជាមួយនឹងដុកទ័រអូស្ត្រាលីដើម្បីផ្ដាច់យករូបមន្តនឹងមកតែសូម្បីតែផលិតផលរបស់ចៅសៀមអាលំដាប់ដែលវាលក់ចេញបានតម្លៃខ្ពស់ក៏ធ្វើក្នុងរោងចក្រនឹងដូចគ្នាហើយមិនមែនតែផលិតផលចៅសៀមអីយើងមានលទ្ធភាពផលិតនៅរោងចក្រលំដាប់ពិភពលោកអាហ្នឹងគឺត្រូវធ្វើឲ្យគេស្គាល់យើងថាសមត្ថភាពរបស់កូនខ្មែរយើងក៏មានធនធាននៅក្នុងការទិញនិងផលិតនៅបរិមាណដ៏ច្រើនពីសំណាក់រោងចក្រដៃគូចាមែនទៅលក់មុខឯណាចាទៅគឺទៅប្រកួតប្រជែងហើយទៅចែងយករូបមន្តលំដាប់កម្ពុជាទៀត